អស់សង្ស័យលោកម៉ៅធនិនត្រូវបានតែងតាំងជាអធិបាលខេត្តកំពតសម្រាប់អាណត្តិទី 2 ព្រះករុណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកម៉ៅធនិនអធិបាលខេត្តកំពតសម្រាប់អាណត្តិទី 2 នេះបើយោងតាមព្រះរាជក្រឹត្យចូលថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2025 ការបែកធ្លាយព្រះរាជក្រឹត្យតែងតាំងលោកម៉ៅធនិនសម្រាប់អាណត្តិទី 2 ក្រោយលេចឮព័ត៌មានថាលោកនឹងត្រូវទៅកាន់អធិបាលខេត្តស្វាយរៀងហើយលោកកើតឆែអធិបាលរងឡើងកាន់តំណែងអធិបាលខេត្តពេលនេះអ្វីត្រូវបានបញ្ជាក់ហើយគឺនៅក្នុងតំណែងអធិបាលខេត្តកំពតបន្តលោកម៉ៅធនិនបានផ្លាស់ពីពោធិ៍សាត់មកគ្រប់គ្រងខេត្តកំពតនៅឆ្នាំ 2021 ជំនួសលោកជាវតាយផ្លាស់ទៅកាន់ខេត្តពោធិ៍សាត់វិញ។